ជនសង្ស័យដែលធ្វើសកម្មភាពលួចយកម៉ូតូប៊ីតមុននេះហើយទីតាំងបន្ទប់ជួលមកកន្លែងហ្នឹងត្រូវបានបងប្អូនជាពលរដ្ឋចាប់បានហើយខ្ញុំជួយបញ្ជាក់តិចមកអូនហ្នឹងដែលជាជនសង្ស័យជួលអណៃថែម៉ូតូជួលខ្ញុំមិនជួលខ្ញុំឲ្យជួយហ៊ុនតោអញឡូម៉ូតូខ្ញុំទៅអត់មិនជួលប្រៃឲ្យចូលមកផ្ទះហ្នឹងនិយាយច្បាស់ហើយចុយនិយាយស្រួលវានិយាយថាជួយហ៊ុនតោបន្តិចម៉ូតូវានៅខាងក្នុងនោះជួយហ៊ុនទៅឲ្យលុយចាយម៉ូតូវាអស់សាំងចុះអញមានបានជួលគេអត់អត់ទេបងខ្ញុំមិនជួល100000ជួលក្លាប់ទៀតជួលគេក្លាប់ទៀតគេថាជួលគេ100000ឲ្យពាក់បន្តាអត់អើយត្រូវកាមេរ៉ាមានណាជួលលុយគេ100000ឲ្យពាក់បន្តាអញតាណាហ្នឹងឲ្យគេចតបចេកមានកាមេរ៉ាសាស្អីមានទៀតណៃចង់មែនវាបានលួចម៉ូតូគេអត់មកលួចម៉ូតូណាបងខ្ញុំនៅចាប់បានខ្ញុំនៅមួយម៉ូតូខ្ញុំថាខ្ញុំលួចម៉ូតូគេហៅស្ទាយអីគេដែលលួចម៉ូតូគេបានរួចចឹងទៅធ្វើសកម្មភាពលួចអត់បានសម្រេចរួចចូលទៅដេកទៅចូលដេកក្នុងបន្ទប់វិញទៅខ្ញុំអត់និយាយទេបងឥឡូវឯងនៅអីបកកាយទៀតទេដើម្បីរកមើលភាពស្អាតស្អំអណៃមើលបើគេមានទាំងកាមេរ៉ាសុខភាពឃើញអណៃបដាម៉ូតូមកបងសុំមើលកាមេរ៉ាតាំងខ្ញុំអូនម៉ូតូទៅមែនណាមកហៅសមត្ថកិច្ចមកវាយខ្ញុំយកទៅគុកមកអូនណាអូនឯងរៀនមកពីណាជំនាញខាងកាច់កម៉ូតូគេណាបងអូនណាហ៎អានេះជួយវាមិនបានបងហើយបានតែពីសារហើយប្រាប់បងមួយម៉ាត់មកអូនណាហើយប្រាប់បងមកថារៀនមកពីណាជំនាញកាច់កម៉ូតូគេលួចអត់បានសម្រេចទេបកែកយកឈ្នះយកចាញ់ជាមួយគេម្ចាស់ម៉ូតូទៀតបងអត់បានលួចឥឡូវខ្ញុំសុំប្តឹងវិញខ្ញុំអត់បានលួចគាត់ឲ្យបងអូនគាត់គោះទ្វារឲ្យប្រពន្ធខ្ញុំបើកហើយគាត់អូនខ្ញុំវាយតាំងពីលើដល់ក្រោមហ្មងជួយឲ្យសុំប្តឹងជនរងគ្រោះដែលជាម្ចាស់ម៉ូតូវិញទៀតមិនមើលពួកគាត់ពីបត់អីប្រឹងពីបត់ឲ្យអូនឯងនឹងលួចម៉ូតូគេបានសម្រេចមកបងអូនឯងមិនឃើញច្បាស់មកថាអូនជាអ្នកលួចម៉ូតូគាត់មកបាទឃើញច្បាស់ហ្មងវាមកដល់ធ្វើសកម្មភាពមិនដែលមកជួលលុយអណៃហ្នឹងវាមកវាប្រើខ្ញុំអីណាជូនទៅវាទៅចាក់សាំម៉ូតូជួយធាក់ម៉ូតូវាហើយវាថាវាឲ្យលុយចាយបាទវាអូនម៉ូតូប៊ីតរបស់គាត់នឹងមកប្រកបមែនខ្ញុំឃើញម៉ូតូគ្រាន់ម៉ូតូនឹងទុកក្រោយកលៀននេះមិនបងគាត់អូសចេញមកពីក្រោយឡានមិញហ្នឹងទៅផ្ទះមិនឆែកកាមេរ៉ាគេដឹងឲ្យកាមេរ៉ាឲ្យមនុស្សប្រហែលអ្នកដែលចាប់បានថាវានឹងហើយនឹងវាអត់ទទួលទៀតហ្នឹងកាមេរ៉ាខ្ញុំសួរគេថាមុនខ្ញុំដោតគេហ្នឹងកាមេរ៉ាគេចាប់បានហើយខ្ញុំសាក់ឃើញដល់ដើរចូលគេថារត់បាត់ហើយចុះណាច្បាស់ថាបានលួចគេណាអត់បងណៃមានស្បត់អីបងបាយស្បត់ទេបងឥឡូវស្បត់មួយមើលគាត់ណាឥឡូវនេះផ្ទះពងអាកាសស្បត់ហ៎អត់ហ៊ានស្បត់ទេសង្ស័យដែលធ្វើសកម្មភាពលួចយកម៉ូតូប៊ីតមុននេះហើយទីតាំងបន្ទប់ជួលមកកន្លែងហ្នឹងត្រូវបានបងប្អូនជាពលរដ្ឋចាប់បានហើយបងប្អូនឯងឈ្មោះអីបងបងឈ្មោះចែមហ្មងអាយុប៉ុន្មានចែមខ្ញុំអាយុ25ហ្មងនឹកឃើញអីបានទៅលួចយកម៉ូតូរបស់គេណាបងខ្ញុំចាញ់មកជួបបរិយនេះបងខ្ញុំមកគេផ្ទះឲ្យគាត់គោះទ្វារគាត់ទាញខ្ញុំវាយចេញពីក្នុងផ្ទះមកហ្មងប្រពន្ធខ្ញុំបើកទ្វារឲ្យអូចុះបងអូនឯងមានបានលួចយកម៉ូតូគាត់អត់បងខ្ញុំគេនៅផ្ទះហ្នឹងបងឲ្យផ្ទះហ្នឹងផ្ទះខ្ញុំដែរខ្ញុំមានសោមានអីចូលផ្ទះដែរបងចុះបើអត់លួចម៉ូតូគេមិនបានម៉ូតូគេឃើញកាមេរ៉ាសុខភាពឃើញឯងបដាមកគាត់ឲ្យខ្ញុំមកវាយចោលខ្ញុំហ្នឹងមើលហើយខ្ញុំទៅឈរជួបបរិយនោះហ្នឹងចោលអូនឯងមិនមានសាកសីនឹងបងប្អូនជាពលរដ្ឋច្រើនយ៉ាងងាប់ហ្នឹងដែលគាត់ឃើញថាបងឯងបដាម៉ូតូគេយកមកបងឈរជួបបរិយដល់ពេលបងឡាចូលមកបន្ទប់វិញពួកគាត់ចូលមកព្រូហើយខ្ញុំនៅគេហ្នឹងហើយមានបានលួចម៉ូតូគេអត់បើលួចម៉ូតូណាបងខ្ញុំនៅចាប់បានខ្ញុំនៅមួយម៉ូតូខ្ញុំថាខ្ញុំលួចម៉ូតូបងឥឡូវខ្ញុំមានម៉ូតូណាបងខ្ញុំមានម៉ូតូណាមើលបងមកនេះមើលជួលលុយគេ100000ឲ្យធាក់ម៉ូតូអញតាណាហ្នឹងឲ្យគេចតបចេកមានកាមេរ៉ាសាស្អីមានទៀតណៃចង់មែនមិនសួរឯងបើឲ្យប្រាប់ត្រង់មួយខ្លះអាព្រមប្រាប់ទៀតណាអញដេញគ្នាឯងមែនរត់លឿនណាកាមេរ៉ាមានសំបីតែបងក៏គាត់បានឃើញកាមេរ៉ាហ្នឹងដែរបើបើបងម៉ែពីមើលទីមកពីអត់មកហៅសមត្ថកិច្ចមកវាយខ្ញុំទៅហ្មងនិយាយណាបងអាហ្នឹងចោលតែលួចគេពេលគេទាន់វាបកែកចឹងណាបងជួលគេអ្នកលក់100000ដែលជួយហុញម៉ូតូនេះអូនខ្ញុំពីក្នុងបន្ទប់មកវាយនៅក្រៅនេះឥឡូវអូនមើលអាណាគេណាមិញតែគេជួលឲ្យជួយថាម៉ូតូមិញបងណាហ៎អូនសុំមកសួរមកពីម៉ាត់មើលមិញអូនជួយបញ្ជាក់តិចមកអូនហ្នឹងដែលជាជនសង្ស័យជួលអណៃថាម៉ូតូជួលខ្ញុំមិនជួលខ្ញុំឲ្យជួយហ៊ុនតោអញអូនម៉ូតូខ្ញុំទៅអត់ខ្ញុំទៅជួបប្រៃឲ្យចូលមកផ្ទះហ្នឹងនិយាយច្បាស់ហើយចុយនិយាយស្រួលនិយាយថាម៉េចអូនវានិយាយថាជួយហ៊ុនតោបន្តិចម៉ូតូវានៅខាងក្នុងនោះជួយហ៊ុនទៅឲ្យលុយចាយម៉ូតូវាអស់សាំងចុះអញមានបានជួលគេអត់ទេបងខ្ញុំមិនជួល100000ជួលក្លាប់ទៀតជួលគេក្លាប់ទៀតគេថាជួលគេ100000ឲ្យពាក់បន្តាអត់អើយត្រូវកាមេរ៉ាមានណាយកអូនទៅធ្វើសកម្មភាពមិនពីតែខ្ញុំយកម៉ូតូអត់អូនសុំសួរឲ្យតាមត្រង់មកអូនឯងមានជួបថ្នាំអត់អូនបងពីមុនខ្ញុំជួបចុះឥឡូវអត់ទេបងចំភ្នែកឯងមិនស្រស់ទេបងណាបានគេមកសំខ្ញុំទៅលេងម៉ាក់ខ្ញុំអត់អីបានអត់ដេកបាក់ចិត្តរឿងអីបាក់ចិត្តរឿងលួចម៉ូតូគេអត់បានសម្រេចអត់ទេបងខ្ញុំយកម៉ូតូគេមកបងផតាំងចាប់ខ្ញុំបានវាយមួយម៉ូតូហើយគាត់ថាខ្ញុំជួលគាត់ឲ្យលុយគាត់100000សាស័យគេមកម៉ូតូអាបងណាមកភូមិនេះដែលគេឃើញអាបងឯងបដាម៉ូតូគាត់ថាបងម៉ៃជិះខ្ញុំវិញគេថាម៉ៃចឹងវិញហើយម៉ៃមានអារម្មណ៍មិនឧទាហរណ៍ចេះគេថាខ្ញុំតែទៅធ្វើចោលដូចឯណាបើបងឯងទៅលួចម៉ូតូគេនេះភូមិមកភូមិដែលគេឃើញថាបងឯងបានធ្វើសកម្មភាពលួចម៉ូតូគេខ្ញុំពងគេគាត់គួរទ្វារឲ្យប្រពន្ធខ្ញុំទៅឃើញហ្នឹងបងគាត់នៅបន្ទប់ហ្នឹងដែរគាត់គួរស្មាមានការគួរមកលេងចាប់ទាញខ្ញុំបន្ទិញបន្ទប់មកហើយគ្នាគាត់មកពីក្រៅមកវាយខ្ញុំចោលលុយម៉ូតូស្ទាយបងឯងអានេះគេហៅស្ទាយអីគេដែលលួចម៉ូតូគេបានរួចចឹងទៅធ្វើសកម្មភាពលួចអត់បានសម្រេចរួចចូលទៅដេកទៅចូលដេកក្នុងបន្ទប់វិញទៅខ្ញុំអត់និយាយទេបងឥឡូវឯងមានអីបកកាយទៀតទេដើម្បីរកមើលភាពស្អាតស្អំអណៃមើលបើគេមានទាំងកាមេរ៉ាសុខភាពឃើញអណៃបដាម៉ូតូ
មក បងបាញ់សុំមើលកាមេរ៉ាតាំងខ្ញុំអូនម៉ូតូទៅមែនណាខ្ញុំឲ្យម៉ៃហៅសមត្ថកិច្ចមកវាយខ្ញុំយកទៅគុកមក មកពីឲ្យដឹងថានៅបន្ទប់ជួលអត់មានកាមេរ៉ាបានឲ្យខំប្រឹងបកកាយតែកាមេរ៉ានេះនៅកន្លែងលក់ចាប់អុយគេមាន បងខ្ញុំឥឡូវម៉ៃសុំមើលណាម៉ៃឆែកមើលបើថាឃើញខ្ញុំគាត់អូនម៉ូតូអីឬក៏ឃើញខ្ញុំជួលឲ្យលុយឲ្យគាត់អីអានឹងចាំនេះបងម៉ៃមើលលេងព្រួតគ្នាវាយក្នុងទាំងហោះ ឥឡូវគេមានគំនុំអីមកបងឯងបានគេចោទអូនឯងថាលួចម៉ូតូគេ បងមកដឹងហើយបង មកបងឯងមិនឃើញច្បាស់មកថាអូនជាអ្នកលួចម៉ូតូគាត់មក បាទឃើញច្បាស់ហ្មង វាមកដល់ធ្វើសកម្មភាពមិនដែលមកជួលលុយអូនឯង វាមកវាប្រើខ្ញុំអីណាជូនទៅវាទៅចាក់សាំម៉ូតូជួយធាក់ម៉ូតូវាហើយវាថាវាឲ្យលុយចាយបាទ វាអូនម៉ូតូប៊ីតរបស់គាត់នឹងមកប្រកបមែន ខ្ញុំឃើញម៉ូតូគាត់ម៉ូតូនឹងទុកក្រោយកលៀននេះមិនបងគាត់អូសចេញមកពីក្រោយឡានមិនហ្នឹងលើវាផ្ទះ តែមកប្រាប់អូនឯងឲ្យជួយធាក់ម៉ូតូនឹងយកទៅចាក់សាំង បាទហើយវាឲ្យជិះបដាតាមផ្លូវនេះវាឲ្យចាក់តាមផ្លូវក្រោយនេះនោះវាឲ្យវាងទៀតហើយខ្ញុំប្រាប់ថាយាយឥឡូវមកឥឡូវខ្ញុំវិញមកខ្ញុំជិះទៅទិញសាំងឲ្យវាអត់ទេវាអត់វិញវាថាឥឡូវជួនទៅទីអង្គុយចាក់ខ្ញុំនៅហ្នឹង បងស្រីបងសុំសួរម៉ាត់ពីម៉ាត់មកបងមិញបងឯងឃើញណាថាអូនដែលលួចយកម៉ូតូគេមិញហ្នឹង ខ្ញុំមកអត់ទាន់ហ៎ពួកគាត់បាននៅនឹងហ្មងពួកខ្ញុំមកក្រោយពេក មើលមិនមែនគេមិញឃើញខ្លះមិញបងសួរមិញសភាពមកកណូដែរសុំមកចិត្តអាអូនចៅហ្នឹងមកដើម្បីបងឯងជួយប្រាប់អាបងហ្នឹងមកឲ្យច្បាស់មកបងស្រីសុំសួរបងមកចិត្តតិចមកបងខ្លាចអីបាទបងឯងជួយបញ្ជាក់ដើម្បីឲ្យគាត់បានអស់ចិត្តមើលគាត់ធ្វើសកម្មភាពលួចកាច់កម៉ូតូថ្ងៃហ្នឹងមកប៉ុន្មានបង ម៉ោង 1 ជាងគាត់ថាខ្ញុំលឺសលេងខ្ញុំស្ទុះវឹងមកវាយកស្មាកាយហ្នឹងទាស់ទ្វារខ្ញុំហ្មងទាស់ទ្វារខ្ញុំរត់មកខ្ញុំតែបងខ្ញុំឲ្យបងខ្ញុំបើកទ្វារឲ្យផ្លេតខ្ញុំរកបងប្រហែលអ្នកទៀតឲ្យដេញតាមរដូរផ្លូវគ្នាមិញឆែកកាមេរ៉ាគេដឹងឲ្យកាមេរ៉ាឲ្យមនុស្សផ្នែកមនុស្សប្រហែលអ្នកដែលចាប់បានថាវាហ្នឹងហើយហ្នឹងវាអត់ទទួលទៀតណា បងលួចអត់អីបងលេងគាត់ឲ្យបងគាត់ហ្នឹងគួរទ្វារគាត់ឲ្យបងគាត់គួរទ្វារគាត់មានគ្នាគាត់ខ្ញុំពងគេហ្នឹងបងតបងខ្ញុំឃើញរត់ចូលមកសាយតែពេលឲ្យគាត់ឲ្យបងគាត់គួរទ្វារប្រពន្ធខ្ញុំបើកលេងគាត់ប្រទៀងបតុងទេខ្ញុំអោមកវាយក្រុមចោលខ្ញុំចោលហ្មងម៉េច ហត់ឡើងពេលដែលបងចាប់បាននេះទេម៉ោង 2 នេះអូនឯងហត់ឡើងទៅនេះ បងនេះកាមេរ៉ាផ្ទះម៉ៃនៅកនៅជាន់ក្រុមខ្ញុំនៅជាន់លើដែរបងបងម៉ៃឃើញខ្ញុំហត់លុយឲ្យម៉ៃឃើញខ្ញុំហត់លុយឲ្យបងឃើញខ្ញុំហត់លុយឲ្យអត់ បាញ់វាឃើញខ្ញុំជិះទៅដល់ឡែម៉ូតូបងខ្ញុំបានណាខ្ញុំជិះទៅដល់ម៉ូតូឃើញហើយវាឃើញខ្ញុំវារត់មកណាអេមស្មានថាពួកអានេះអង្គុយនឹងធម្មតាខ្ញុំធម្មតាបាញ់មកដេញវាហើយបានមកស្ទូគេថាពួកអាហ្នឹងវារត់ឡើងលើផ្ទះបាញ់មកពួកខ្ញុំមកឡើងលើផ្ទះពួកខ្ញុំដេញវាឡើងពេលប្រៃទៀមដេញគ្នាបានទៀតតែគាត់ថាខ្ញុំអត់បោកទៅឃើញតែបោកទៅមានការណៃមួយទៀតអញ្ចឹងទៅបាញ់ដេញតែគាត់ឆាប់វាបានហើយតែពេលឃើញម៉ូតូបងខ្ញុំទៅខ្ញុំឈប់ដេញពួកវារត់ទៅបាត់ ចាណាដែលលួចម៉ូតូកាច់កម៉ូតូបងស្រីអូនឯង អាហ្នឹងខ្ញុំអត់ឃើញតែខ្ញុំឃើញគ្នាវាជិះមកច្រាមមកផ្លូវនេះទៅខ្ញុំដេញឃើញម៉ូតូបងខ្ញុំឈប់ដេញគ្នាវាតែពេលឃើញ ខ្ញុំតែឃើញដើរចូលព្រោះខ្ញុំម៉ូតូបងខ្ញុំ សុំសួរម៉ាត់មើលបង មកគាត់បងខ្ញុំប៉ាថាបាត់ម៉ូតូដល់ពេលគ្រាន់គេថារកឃើញខ្ញុំសង្ស័យមួយនឹងយូរហើយប៉ុន្តែខ្ញុំគ្រាន់គេថារកឃើញភ្លាមខ្ញុំក៏ម្នាក់ឯងខ្ញុំនៅម្នាក់ឯងខ្ញុំឃើញវាដើរចូលពួនដៃចែកថាវារត់បាត់ហើយអញ្ចឹងខ្ញុំឃើញវាដើរចូលវាដើរចូលខ្ញុំក៏ពួនសិនទៅពួនចាំវាដើរចូលខ្ញុំរត់ចេញមកប្រាប់គេដល់ពេលពួននឹងទៅចាប់គេថារត់បាត់ហើយតែប៉ិតវានៅពួនក្នុងម៉ូតូពេក អូអញ្ចឹងមានន័យថាពេលដែលធ្វើសកម្មភាពលួចកាច់កម៉ូតូរួចហ្នឹងវាអូម៉ូតូគេមកតូម៉ូតូទុកចោល ទុកចោល រួចវាក៏មិនគេឆោឡោទៅក៏ចូលទៅពួនសកម្មក្នុងទុកវិញ ហ្នឹងហើយដើរចូលហ្នឹងតែឃើញខ្ញុំអត់ទាន់ហ៊ានដើរចូលទេចាំខ្ញុំបិទទ្វារសិនហើយបើដើរចូលបាំងមុខចឹងទៀតហើយខ្ញុំសង្ស័យតែខ្ញុំអត់ហ៊ានខ្ញុំម្នាក់ឯងខ្ញុំក៏រត់ចេញមកក្រៅទៅ តែបើច្បាស់ថាហ្នឹងចោល ខ្ញុំចង់និយាយថាចេះកាមេរ៉ាខ្ញុំសួរគេសិនមុននឹងខ្ញុំដោតគេហ្នឹងកាមេរ៉ាគេចាប់បានហើយខ្ញុំឃើញនឹងដើរចូលគេថារត់បាត់ហើយ បាទអរគុណចាន់បងអរគុណមកអូនណាអូនឯងរៀនមកពីណាជំនាញខាងកាច់កម៉ូតូគេណាបងអូនណាហ៎ អានេះជួយវាមិនបានបនហើយបានអីវាសាបាន ហើយប្រាប់បងមួយម៉ាត់មកអូនណាហើយប្រាប់បងមកថារៀនមកពីណាជំនាញកាច់កម៉ូតូគេលួចអត់បានសម្រេចទេបកែកយកឈ្នះយកចាញ់ជាមួយគេម្ចាស់ម៉ូតូទៀតណា បងអត់បានលួចឥឡូវខ្ញុំសុំប្តឹងវិញខ្ញុំអត់បានលួចគាត់ឲ្យបងគាត់គួរទ្វារឲ្យប្រពន្ធខ្ញុំបើកហើយគាត់ឲ្យខ្ញុំវាយតាំងពីលើដល់ក្រោមហ្មង ជួយឲ្យសុំប្តឹងជនរងគ្រោះដែលជាម្ចាស់ម៉ូតូវិញទៀត មិនមើលពួកគាត់ ពីបត់អីប្រឹងពីបត់ឲ្យអូនឯងនឹងលួចម៉ូតូគេបានសម្រេច បងខ្ញុំនៅគេនៅផ្ទះបងខ្ញុំជួបបរិយខ្ញុំឃើញគ្នាគាត់ច្រើននៅឃើញអូនឈរចិត្តពួកគាត់ខ្លាចពួកគាត់ខឹងមកណាម្នៃកាប់ក៏ខ្ញុំដើរមកផ្ទះធម្មតាខ្ញុំគេទៅពេលខ្ញុំគេនៅផ្ទះគាត់អូនគាត់នេះតគួរហើយប្រពន្ធខ្ញុំបើកទ្វារឲ្យស្មាមានកាយគេបើកទ្វារមកគាត់ទាញបតងទាខ្ញុំចង់មកវាយដល់ក្រោមអូន ហើយប្រាប់បងមកសំណួរមើលឯងនិយាយឲ្យត្រង់ក្នុងនាមជាកូនប្រុសព្រោះថ្ងៃនេះជួបឆ្នាំអត់ អត់ជួបងពី ចុះបើសមត្ថកិច្ចយកទៅពិនិត្យឃើញទឹកនោមថាបងឯងជួបឆ្នាំ យកខ្ញុំទៅគុកបងពីរតង់ហ្មងគុកជួកញៀនមកតង់លួចម៉ូតូគេចោលទៅលួចម៉ូតូហ្នឹងពីរតង់ហ្មងអត់មិនផុសតាំងលួចម៉ូតូមួយទៀត ចុះណៃច្បាស់ថាបានលួចគេណា បាត់បង អូនឯងមានស្បត់អី បងបាច់ស្បត់ទេបង ឥឡូវស្បត់មួយមើលតោះឥឡូវនេះផ្ទះពងអាកាស បាច់ស្បត់បង ហ៎អត់ហ៊ានស្បត់ទេខ្លាចផ្ទះដែរអ្នកភូមិគេឃើញអាបងឯងទាំងអស់ថាលួចម៉ូតូគេអាបងគាត់ខំប្រឹងឲ្យអំបិលឲ្យស្ករឲ្យប៊ីចេងឲ្យទឹកត្រីបាទដល់ពេលអាបងឯងទៅជាលួចម៉ូតូគាត់ទៀតអាហ្នឹងវាជារឿងអសិលធម៌ណាបងណា និយាយចឹងដល់ថ្នាក់ហ្នឹងពេកបងឲ្យអំបិលឲ្យស្ករផ្សេងបងខ្ញុំអត់មែនខ្ញុំនៅគេនៅបន្ទប់ឯងបងនិយាយមែនណាខ្ញុំអត់មែនខ្ញុំអត់ទៅលួចឆក់ប្លន់ណាគេ តែ ដែរ គាត់ថាបងឯងហ្នឹងទៅសុំស្ករអំបិលប៊ីចេងគាត់រហូតត្រូវអត់ ខ្ញុំអត់ដែរបានសុំឲ្យគាត់សុំ3តែបន្តិចតែ500លុយខ្មែរក៏ខ្ញុំអត់ដែរបានសុំពីគាត់ដែរហើយគាត់មកគ្នាគាត់មកកណោលេងគួរទ្វារទាខ្ញុំវាយតាំងពីលើមកដល់ក្រោមខ្ញុំសួរម៉ែមើលគ្នាមកកណោ យើងឯងច្បាស់ថាបានលួចណា បាទបង ចុះបើសិនជាគេឆែកកាមេរ៉ាទៅឃើញមុខអូនឯងនឹងប៉ាក់ពួកអូនឯងអាហ្នឹងព្រមជាប់គុកហ្មង បាទបង អាទៅបែរព្រមជាប់គុកក៏ជាប់គុកដែរតែគេឆែកឃើញហើយ បាទបងបាទ ហើយសំណាងមានបងអាបងណាមានបងហើយមិនបាក់បកែកណាបងណាបែរជាបងឯងនៅសល់តែដង្ហើមចង្រិតទេអើយ
ហើយមើលនេះមកភូមិហើយមើលកាមេរ៉ាបាយតិច ថ្មីញ៉ោដាក់ឯងមិនតិចទេគាត់គឺថ្មី មែនតិចទេណាបងអូនណា គាត់គឺថ្មីញ៉ោឯង មកភូមិហើយមើលនេះគ្រាន់តែឈរហើយមើលនេះពាក់មួកសុវត្ថិភាពត្រៀមចាំរួចអស់ហើយគេនេះសំណាហើយមានបងហើយ